នាថ្ងៃទី13ខែសីហាឆ្នាំ2026ឯកឧត្តមចៅបុរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាអញ្ជើញជាសក្ខីភាពក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នារវាងក្រសួងធម្មការនិងសាសនានិងសមាគមសាសនាចាក់នៃព្រះយេស៊ូវគ្រីស្ទនៃពុទ្ធបរិស័ទថ្ងៃចុងក្រោយស្ដីពីកិច្ចសហប្រតិបត្តិការលើសកម្មភាពមនុស្សធម៌ការអភិវឌ្ឍសហគមន៍និងការគាំទ្រដល់ការកសាងលិខិតបទដ្ឋានគតិយុត្តលើវិស័យជំនឿនិងសាសនាដែលជាព្រឹត្តិការណ៍សំខាន់ថ្មីមួយទៀតក្នុងការពង្រឹងភាពជាដៃគូរវាងអាណាចក្រនិងសាសនាចក្រដើម្បីសុខុមាលភាពសង្គមផលប្រយោជន៍សាធារណៈនិងសុខដុមនីយកម្មសាសនានៅព្រះរាជាណាចក្រកម្ពុជានាឱកាសនេះលោកមីគីលុយអគ្គនាយកកិច្ចការសាសនាចក្រប្រចាំតំបន់អាស៊ីបានជម្រាបជូនឯកឧត្តមរដ្ឋមន្ត្រីថាសមាគមសាសនាចក្រនៃព្រះយេស៊ូវគ្រីស្ទនៃពួកបរិស័ទថ្ងៃចុងក្រោយបានមានវត្តមាននៅព្រះរាជាណាចក្រកម្ពុជានៅឆ្នាំ1994ដោយកន្លងមកសមាគមក៏ទទួលបានការអនុញ្ញាតចុះអនុស្សរណៈជាមួយក្រសួងមហាផ្ទៃកាលពីឆ្នាំ2014រួចមកហើយដោយឡែកការចុះអនុស្សរណៈនៅថ្ងៃនេះផ្ដោតទៅលើការងារសំខាន់ដូចជាការងារមនុស្សធម៌សុខដុមនីយកម្មសាសនាការអភិវឌ្ឍការងារសហគមន៍ជាមួយនឹងគម្រោងទឹកស្អាតការថែទាំមហារូបត្ថម្ភផ្ដល់ជូនរទេះរុញកសិកម្មសម្ភារៈសិក្សានិងការជួសជុលកែលម្អសាលារៀនឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាពិធីចុះហត្ថលេខានាថ្ងៃនេះបានប្រារព្ធឡើងបន្ទាប់ពីឯកឧត្តមអញ្ជើញជាអធិបតីតំណាងដ៏ខ្ពង់ខ្ពស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីទស្សនាជាផ្លូវការនៅព្រះវិហារបរិសុទ្ធភ្នំពេញរបស់សាសនាចក្រដែលនេះជាសក្ខីភាពឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីសន្តិភាពពេញលេញស្ថិរភាពនយោបាយនិងសេរីភាពខាងជំនឿសាសនាដែលប្រជាពលរដ្ឋកម្ពុជាគ្រប់រូបកំពុងទទួលបានយ៉ាងស្មើភាពគ្នានៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីការចូលរួមចំណែករបស់សាសនាចក្រតាមរយៈអង្គការមនុស្សធម៌របស់ខ្លួន LDS Charity ក្នុងកិច្ចការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៅកម្ពុជាដូចជាការជួយសាងសង់សាលារៀនការផ្ដល់អណ្ដូងទឹកស្អាតនិងប្រព័ន្ធចម្រោះទឹកនៅតាមទីជនបទការឧបត្ថម្ភរទេះរុញសម្រាប់ជនពិការកម្មវិធីថែទាំសុខភាពមាតានិងទារកព្រមទាំងជំនួយសង្គ្រោះបន្ទាន់ដល់ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះធម្មជាតិដែលបានចូលរួមចំណែកដោយផ្ទាល់ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជានៅក្នុងការកាត់បន្ថយភាពក្រីក្រនៅព្រះរាជាណាចក្រកម្ពុជាដើម្បីលើកកម្ពស់សុខដុមនីយកម្មសាសនាព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអាណាចក្រនិងសាសនាចក្រឯកឧត្តមរដ្ឋមន្ត្រីបានមានប្រសាសន៍ថាតាមរយៈអនុស្សរណៈនៃការយោគយល់គ្នាដែលយើងចុះហត្ថលេខានាថ្ងៃនេះនឹងបំលែងទៅជាផែនការសកម្មភាពសម្រាប់អនុវត្តជាក់ស្ដែងនាពេលខាងមុខពោលគឺទី1ពង្រឹងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការជាផ្លូវការសម្រាប់ការអនុវត្តគម្រោងមនុស្សធម៌និងអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាពនៅតាមរាជធានីខេត្តក្រុងស្រុកខណ្ឌនានាស្របតាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាននៃព្រះរាជាណាចក្រកម្ពុជាទី2លើកកម្ពស់គុណភាពជីវិតនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជាពិសេសជនងាយរងគ្រោះតាមរយៈគម្រោងទឹកស្អាតអនាម័យសុខភាពការអប់រំនិងកសិកម្មទំនើបទី3គាំទ្រដល់ក្រសួងធម្មការនិងសាសនាក្នុងការតាក់តែងច្បាប់ស្តីពីជំនឿនិងសាសនានិងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធឲ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយទី4រួមចំណែករក្សានិងលើកកម្ពស់សុខដុមនីយកម្មសាសនានៅកម្ពុជាដែលជាមូលដ្ឋានគ្រឹះនៃសន្តិភាពនិងការអភិវឌ្ឍប្រទេសជាតិនិងទី5ពង្រឹងយន្តការសម្របសម្រួលតាមដានវាយតម្លៃនិងរបាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំដើម្បីធានាតម្លាភាពគណនេយ្យភាពនិងប្រសិទ្ធភាពនៃការអនុវត្តគម្រោង។